បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកជួបគ្នាបន្តទៀតហើយដោយខ្ញុំលើកយកនៅលំហាត់តកតងនឹងផលកូដ scalar នៃ vector នៅក្នុងប្លង់បាទអញ្ចឹងយើងមកមើលលំហាត់តែម្ដងបាទគឺគេឲ្យយើងគណនាផលកូដ scalar នៃ vector a និង vector b បាទហើយកនិងខបាទយើងមាន2បាទប៉ុន្តែកខនេះវាមានទម្រង់ខុសគ្នាបាទចំពោះសំណួរកគឺគេឲ្យគេនាមផលកូន scalar ប៉ុន្តែ vector AB នេះគេឲ្យជាទម្រង់ coordinate មកបែបនេះបាទហើយខគេឲ្យជាអនុគម easy បាទមានន័យជាអនុគម vector ឯកតាបាទអញ្ចឹងការគណនាផលកូន scalar នៅកន្លែងនេះដើម្បីគណនាវាបានសំខាន់យើងត្រូវចាំពីរូបមន្តនេះបាទរូបមន្តនេះបាទនេះទី1យើងដឹងហើយថាកាលណា vector របស់យើងសរសេរជាអនុគម easy បាទមានន័យថាយើងសរសេរជាបែបនេះ a on e បូកឲ្យ a de vector z យើងអាចសរសេរជាទម្រង់ជាទម្រង់ coordinate បានគឺ a1 a2 បាទអានេះលក្ខណៈទី1ហើយយើងនឹងប្រើអានេះគណនានេះសំណួរខបាទហើយទី2គឺរូបមន្តតែម្ដងគឺរូបមន្តផលគុណ scalar នៃ vector ក្នុងប្លង់បាទនៅក្នុងករណីដែលគេឲ្យជា coordinate បាទអញ្ចឹង coordinate របស់វាឧទាហរណ៍ថាបើគេឲ្យ vector a មាន coordinate a1 a2 vector b មាន coordinate b1 b2 អញ្ចឹងយើងមានរូបមន្តរបស់យើងនេះខ្ញុំថាគុណ scalar វាស្មើ a1 b1 បូកឲ្យ a2 b2 បាទព្រោះរូបមន្តផលគុណ scalar នេះវាមានតាមលំនៃមួយទៀតតាមលំនៃរបស់យើងគឺយើងប្រើនេះ a vector a scalar vector b គឺស្មើនឹងប្រវែង vector a គុណឲ្យប្រវែង vector b គុណឲ្យកូសនៃមុំ theta ដែលមុំ theta នេះគឺជាមុំគុំរវាង vector a និង vector b ប៉ុន្តែចំពោះការប្រើរូបមន្តនេះយើងប្រើអត់កើតទេនៅក្នុងលំហាត់នេះបាទអញ្ចឹងមានតែយើងប្រើរូបមន្តមួយនេះទើបអាចប្រើបានបាទអូខេឥឡូវយើងទៅមើលដំណោះស្រាយតែម្ដងបាទអញ្ចឹងកឲ្យយើងរក a scalar b បាទអញ្ចឹងយើងមានបាទបាទ vector a មាន coordinate ដក2 3ហើយ vector b មាន coordinate 5 4បាទអញ្ចឹងនេះខ្ញុំបញ្ជាក់ខ្ញុំប្រើតាមរូបមន្តនេះបាទអញ្ចឹងគេបានa scalar b ស្មើបាទ abscis គុណឲ្យ abscis ordinate គុណឲ្យ ordinate បូកបញ្ចូលគ្នាបាទអញ្ចឹងមានន័យដក2គុណមួយ5បូកជាមួយនឹង3គុណជាមួយ4បាទអញ្ចឹងយើងសេមកគឺបានដក10បូកឲ្យ12អញ្ចឹងស្មើ2បាទប៉ុណ្ណឹងបាទអញ្ចឹងយើងឆ្លើយមកដូច្នេះបាទ a scalar b ស្មើនឹង2បាទអានឹងតើតសំណួរកដែលការគណនាគុណ scalar ដែលគេឲ្យក្នុងករណីជា coordinate ចុះទៅមើលខវិញបាទអញ្ចឹងខរបស់យើងគឺគេឲ្យដែរអញ្ចឹងឲ្យយើងរក a scalar b ដូចគ្នាបាទតែយើងមានបាទយើងមានអីបាទយើងមាន vector a បាទនេះ vector a ស្មើនឹង 3e បូកឲ្យ5z បាទអញ្ចឹងយើងប្រើលក្ខណៈនេះប្រើនេះបាទនេះអញ្ចឹងយើងអាចសរសេរមកគឺបាទនេះ a on e បូកឲ្យ a 2z អញ្ចឹងស្មើនឹង3 5បាទតែពេល b ដូចគ្នាបាទ b ស្មើនេះដក 4e បូកឲ្យ z អញ្ចឹងស្មើអីបាទអញ្ចឹងដក4 1បាទអូខេអញ្ចឹងយើងបានវាជា coordinate ហើយកុំយើងអនុវត្តមុននេះមកបាទអញ្ចឹងមកយើងទាញបាន a scalar b បាទ abscis គុណឲ្យ abscis ordinate គុណមួយ ordinate បូកបញ្ចូលគ្នាឬនិយាយថាមុខគុណមុខអាក្រោយគុណអាក្រោយហើយបន្ទាប់មកបូកបញ្ចូលគ្នាអញ្ចឹងស្មើ12ដក5បាទអញ្ចឹងស្មើ7អញ្ចឹងយើងអាចឆ្លើយបានដូចនេះបាទ a scalar b ស្មើនឹង7បាទអញ្ចឹងអូខេលំហាត់ហ្នឹងគឺខ្ញុំបញ្ចប់ប៉ុណ្ណឹងបាទ